ត្រៀមពោះហើយឬនៅពីពណ៌ផ្លែឈើខេត្តបាត់ដំបងដ៏ធំប្រចាំឆ្នាំ2026ចិត្តមកដល់ហើយមានទាំង buffet ទុរេនទៀតផងឱកាសពិសេសសម្រាប់អ្នកស្រឡាញ់ផ្លែឈើខ្មែរដើម្បីគាំទ្រកសិករនិងលើកស្ទួយផលិតផលកសិកម្មក្នុងស្រុករដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង2026យ៉ាងអធិកអធមរយៈពេល10ថ្ងៃពេញចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ខាងមុខនេះនៅបរិវេណមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងព្រឹត្តិការណ៍ដ៏ធំនេះរៀបចំឡើងចំរដូវកាលប្រមូលផលផ្លែទុរេនស្រុកសំឡូតនិងផ្លែឈើល្បីៗប្រចាំក្រុងស្រុកទាំង14នៃខេត្តបាត់ដំបងអ្នកមកលេងកម្មវិធីនេះនឹងបានស្គាល់រសជាតិផ្លែឈើល្បីៗទាំង14មុខរួមមានដូចជាផ្លែដូងខ្ទិះក្រុងបាត់ដំបងម្នាស់ស្រុកមោងឫស្សីស្វាយចន្ទីស្រុកកោះក្រឡម្នាស់ទឹកឃ្មុំស្រុករុក្ខគិរីក្រូចអូខ្ជាយស្រុកសង្កែក្រូចពោធិ៍សាត់ស្រុកបាណន់ផ្លែឈើចម្រុះស្រុកឯកភ្នំផ្លែត្រសក់ផ្អែមស្រុករតនមណ្ឌលផ្លែទុរេនស្រុកសំឡូតផ្លែត្នោតស្រុកថ្មគោលផ្លែដូងស្រុកបវលផលិតផលស្រាធ្វើពីដំឡូងមីស្រុកកំរៀងពោតក្រហមស្រុកភ្នំព្រឹកនិងផ្លែលម៉ាស្រុកសំពៅលួនជាដើមក្នុងកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026កាលពីចុងសប្តាហ៍ឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថារាល់ផ្លែឈើដែលយកមកលក់ទោះមកពីតំបន់ណាក្នុងខេត្តឬមកពីខេត្តផ្សេងក៏ដោយដាច់ខាតត្រូវតែដាក់ស្លាកបញ្ជាក់ប្រភពឲ្យបានច្បាស់លាស់ដើម្បីធានាទំនុកចិត្តសុវត្ថិភាពចំណីអាហារនិងឲ្យភ្ញៀវជាតិអន្តរជាតិបានដឹងច្បាស់ឯកឧត្តមបានឯកភាពលើការរៀបចំ buffet ទុរេនក្នុងព្រឹត្តិការណ៍ផងដែរសម្រាប់ស្វាគមន៍បងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិបានភ្លក់និងចូលរួមទស្សនានិងកម្សាន្តបន្ថែមពីនោះក៏ត្រៀមរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាការដង្ហែក្បួនផ្លែឈើការបង្ហាញពីវិធីធ្វើបង្អែមពីផលិតផលកសិកម្មរបស់អ្នកបាត់ដំបងការគូរគំនូរផ្លែឈើការប្រកួតញ៉ាំផ្លែឈើសម្ដែងសិល្បៈសៀកការដាក់តាំងពិព័រណ៍ផលិតផលទូទៅពិព័រណ៍ជីគ្រឿងចក្រកសិកម្មនិងការប្រគំតន្ត្រីជាដើមព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយលើកកម្ពស់កសិទេសចរយុទ្ធនាការទស្សនាកម្ពុជានៅរដូវបៃតងនិងជាវេទិកាតភ្ជាប់រវាងកសិករវិស័យឯកជននិងដៃគូអភិវឌ្ឍន៍ដើម្បីសេដ្ឋកិច្ចសហគមន៍ផងដែរ